បាទសួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូឃ្លីបថ្មីនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំលើកយក hardware របស់កុំព្យូទ័រ2មកធ្វើការបង្ហាញជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជាទូទៅគ្រប់ hardware របស់កុំព្យូទ័រទាំងអស់មិនប្រកាសថាវាដាក់ទៅត្រូវគ្នាទេទាមទារឲ្យអ្នកនរគ្នារើសឲ្យបានត្រឹមត្រូវដើម្បីធ្វើការជួសជុលឬក៏រៀបកុំព្យូទ័រអញ្ចឹងនៅក្នុងវីដេអូសម្រាប់ beginner មានន័យថាជាការចាប់ផ្ដើមដំបូងសម្រាប់អ្នកដែលគាត់មិនទាន់ចេះឬក៏គាត់ទើបតែចាប់ផ្ដើមស្វែងយល់អ្នកនរគ្នាអាចមើលវីដេអូនេះឲ្យចប់ដើម្បីយើងងាយស្រួលស្គាល់អំពីផ្នែកណាមួយរបស់កុំព្យូទ័រហើយនៅពេលដែលយើងរើសផ្នែកនោះដើម្បីដាក់ទៅដើម្បីឲ្យវាត្រូវគ្នាតែម្ដងអញ្ចឹងផ្នែកទាំងពីរឬក៏ hardware 2ដែលខ្ញុំលើកយកមកបង្ហាញជូនបងប្អូននិងប្រិយមិត្តនោះគឺអូខេ RAM យើងរើសវាឲ្យត្រូវជាមួយនឹង motherboard ដោយដែលអ្នកនរគ្នាបានស្គាល់ហើយ motherboard គឺជាផ្ទាំង circuit ឬក៏ជាបន្ទះ circuit អគ្គិសនីមួយដែលប្រៀបដូចជាខ្លួនរបស់យើងអញ្ចឹងវាត្រូវការដៃត្រូវការជើងដើម្បីភ្ជាប់ទៅកាន់វាហើយធ្វើឲ្យកុំព្យូទ័រនោះអាចដំណើរការទៅបានអញ្ចឹង RAM ក៏ដូចជាដៃជើងមួយដែរដើម្បីដាក់ទៅកាន់វាអញ្ចឹងខ្ញុំលើកយកអំពីពាក្យ RAM ជាមុនសិនពាក្យ RAM មកពីពាក្យថា Random Access Memory អូខេដែលទូរទស្សន៍របស់វានៅក្នុងភាសាខ្មែរដែលយើងស្គាល់ជាទូទៅគឺជាឃ្លាំងផ្ទុកទិន្នន័យបណ្ដោះអាសន្នរបស់កុំព្យូទ័រអ្វីទៅជាឃ្លាំងផ្ទុកទិន្នន័យបណ្ដោះអាសន្នរបស់កុំព្យូទ័រ RAM វាអត់ដូចជា storage ដូចជា hard disk នោះទេវាអត់ដូចជា SSD នោះទេ RAM គឺជាឃ្លាំងផ្ទុកទិន្នន័យបណ្ដោះអាសន្នមានន័យថាគ្រប់កម្មវិធីទាំងឡាយណាដែលកំពុងតែ running មានន័យថាកំពុងតែដំណើរការកំពុងតែprogressing ហ្នឹងបាទកំពុងតែ process ហ្នឹងគឺ RAM ហ្នឹងហើយគឺជាអ្នកទទួលខុសត្រូវឧទាហរណ៍ខ្ញុំលើកអំពី game មួយនៅក្នុង storage hard disk game នោះមានទំហំ8GB អញ្ចឹងវាត្រូវការ RAM ទំហំអាចលើស 8GB ដើម្បីអាច run កម្មវិធីមួយនោះបានអញ្ចឹងនៅពេលដែលគាត់ចុចបើកកម្មវិធីមួយនោះគាត់ត្រូវការ RAM នឹងឯងដើម្បីទទួលរាល់ទិន្នន័យដែលកំពុងតែ runចឹងនៅពេលទិន្នន័យណារ៉ាន់រួចគឺវាផុតទៅហើយតែបើសិនជាទិន្នន័យណាវាកំពុងតែរ៉ាន់មានន័យថា RAM នឹងហើយគឺជាអ្នកដែលទទួលខុសត្រូវរាល់ទិន្នន័យទាំងនោះអញ្ចឹងនៅពេលដែលយើងបិទផ្ទាំងកម្មវិធីនឹងវិញយើងចាក់ចេញពីកម្មវិធីនឹងវិញអញ្ចឹងកម្មវិធីនោះក៏ត្រូវបានលុបចេញពី RAM ដែរអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរការនិយាយនេះក៏ដូចជាវែងដែរខ្ញុំលើកយកចំណុចសំខាន់មកធ្វើការបង្ហាញជូនបងប្អូននិងប្រិយមិត្តទាំងអស់គ្នាតែម្ដងអញ្ចឹងក្នុងការរើស RAM ឲ្យត្រូវជាមួយនឹង motherboard ខ្ញុំលើកយកអំពី motherboard Gigabyte H310M នេះយកមកនិយាយចុះវាជា motherboard ដែលស្ថិតនៅក្នុងត្រកូល H310M ដែលប្រើជាប្រភេទ DDR4 ជាមួយនឹង RAM ប្រភេទនេះអញ្ចឹងយើងធ្វើមិនទៅទៀតដឹងថា model ហ្នឹងប្រើជា DDR4 model ហ្នឹងប្រើ RAM DDR3 ឬក៏បែបណាជាការពិតណា RAM គឺត្រូវបានបែងចែកជាច្រើនប្រភេទប៉ុន្តែនៅក្នុងករណីដែលខ្ញុំលើកយកប្រភេទដែលយើងស្គាល់ជាទូទៅនៅក្នុងពេលបច្ចុប្បន្នគឺមានដូចជា DDR2 ដែលយើងលែងមានសូវអ្នកប្រើទៅហើយសម្រាប់កុំព្យូទ័រចាស់ៗទេហើយ DDR3 នេះគឺនៅមានបាទនៅមានម្ដងឥឡូវគឺនៅមានប្រើនៅឡើយក៏មានច្រើនដែរមិនមានតិចទេហើយបន្ទាប់ពី DDR3 ហើយគឺ DDR4 DDR4 គឺជា RAM ដែលពេញនិយមនៅក្នុងពេលបច្ចុប្បន្នហើយ RAM ដែលចូលមកដល់នៅពេលបច្ចុប្បន្ននេះគឺ RAM ដែលចេញក្រោយជាងគេនោះគឺ DDR5 អូខេ RAM DDR5 ហើយខ្ញុំឮព័ត៌មានមកថា RAM នឹងចេញនៅក្នុង DDR6 នៅក្នុងចុងឆ្នាំនេះបាទចូលឆ្នាំ2025ឬក៏ដើមឆ្នាំ2026ប៉ុន្តែវាអត់ច្បាស់ទេអូខេអញ្ចឹងតាក់ទងជាមួយនឹង RAM DDR6 តោះឥឡូវដើម្បីកុំឲ្យខាតពេលយើងចង់ដឹងថា motherboard នេះ support RAM ប្រភេទអីហើយ RAM ហ្នឹងទំហំប្រមាណ G ដែលវា support ដែលអាចដាក់ចូលមកកាន់ motherboard មួយនេះបានកម្លាំង hertz របស់វាហ្នឹងប្រមាណដើម្បីឲ្យ motherboard នេះអាចទទួលយកបានអញ្ចឹងយើងត្រូវការទៅ check នៅក្នុង system របស់ motherboard ដូចគ្នាអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាគ្រប់ spare part ទាំងអស់គឺមាននៅក្នុង motherboard information in motherboard description ដែលគេធ្វើការរៀបរាប់បង្ហាញជូនអ្នកទាំងអស់គ្នាដើម្បីសិក្សាហើយយើងរៀបកុំព្យូទ័រទៅឲ្យត្រូវអត់មានបញ្ហាអញ្ចឹងខ្ញុំចូលទៅ check ឲ្យអ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីយើងធ្វើការ check អ្នកទាំងអស់គ្នាអាចមើល model Gigabyte ហើយវាសន្ឋិតនៅក្នុងត្រកូល H310M H2.0 អញ្ចឹងអ្នកនរគ្នាអាចវាយលេខ model ហ្នឹងជាក់ស្ដែងនៅក្នុង Google ក៏បានដែរបើសិនជាករណីអ្នកនរគ្នាចូលទៅកាន់ website តែម្ដងក៏បានតែអត់អីទេខ្ញុំវាយនៅក្នុង Google ចុះវាទូលំទូលាយជាងបាទGigabyte វាយ
gigabyte ha 310 m h 2.0 ok nè bà gigabyte ha 310 m h 2.0 ok នឹងយើងចូលមកកន្លែងហ្នឹងមកយើង search ទៅអញ្ចឹងខ្ញុំធ្លាប់បង្ហាញពីវីដេអូមុនដែរឥឡូវវាជាក់ស្ដែងគឺវាបង្ហាញឲ្យយើងឃើញនៅខាងលើហ្នឹងតែម្ដង website របស់ Gigabyte យើងចូលមកនេះគឺជារបៀប check នៅក្នុង hardware ណាមួយដែល motherboard មួយ support ជាមួយនឹង hardware មួយហ្នឹងឬក៏អត់អូខេអញ្ចឹងនេះគឺជារបៀប check តកតងជាមួយនឹងមេរៀនរបៀប check នេះគឺខ្ញុំបង្ហាញតែពីរហ្នឹងទេតែតកតងមួយ CPU ហើយនឹង RAM ទេអញ្ចឹងសម្រាប់ spare part ដទៃទៀតខ្ញុំនឹងបង្ហាញដែរប៉ុន្តែវាអត់តាក់ទងមួយ motherboard ទេគ្រាន់តែតាក់ទងជាមួយនឹងកម្លាំងថាមពលឬក៏មូលហេតុដែលយើងប្រើ hardware ទាំងនោះអញ្ចឹងតាក់ទងជាមួយនឹងវីដេអូលើកក្រោយទៀតខ្ញុំអត់លើកយកមកបង្ហាញអំពីការរើសឲ្យវាត្រូវមួយ motherboard ទេព្រោះតាក់ទងជាមួយនឹងការរើសឲ្យត្រូវនេះគឺយើងមានតែពីរហ្នឹងឯងធំហើយចំណុចតូចៗហ្នឹងក៏ខ្ញុំអត់ចង់បង្ហាញជូនអ្នកទាំងអស់គ្នាដែរអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់ specification របស់ website Gigabyte H310M ជាប្រភេទ model របស់ Gigabyte motherboard មួយនេះអ្នកទាំងអស់គ្នានឹងឃើញមកដល់កន្លែងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកាន់ specification មកអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់ specification វានឹង load ចូលមកតាក់ទងជាមួយនឹងកន្លែងមួយគឺកន្លែងនេះគឺយើងគេនិយាយរ៉ៃរ៉ាប់តាក់ទងជាមួយនឹង hardware ដែល motherboard ហ្នឹងតម្រូវឲ្យយើងប្រើប្រាស់អញ្ចឹងមានដូចជា CPU ខ្ញុំបានបញ្ជាក់ឲ្យកាលពីមុនរួចហើយមួយទៀត chips បាទ chip Intel បាទនេះ chip Intel របស់វា chipset របស់វាអូខេ H310M Express ហើយ memory នេះហើយគឺជាប្រភេទដែល motherboard ស្គាល់ជាមួយនឹង RAM យើងស្គាល់ជាទូទៅគឺ RAM នឹងឯងប៉ុន្តែនៅលើ website គេអត់ប្រើពាក្យ RAM ទេគេប្រើពាក្យត្រឹមពាក្យ memory អញ្ចឹង memory នេះគឺសំដៅលើ RAM នឹងឯងគឺ random access memory អូខេអញ្ចឹងអ្នកនរគ្នាមើលពីគុណនឹង DDR4 DIMM បាទ yes អូខេcircuit បាទនេះអញ្ចឹងមានន័យថានៅក្នុងនេះគេបានបញ្ជាក់ថាវាមាន circuit RAM ចំនួន2ជើង2ដើមហើយវាជាប្រភេទ circuit RAM DDR4 អញ្ចឹងពាក្យថា circuit RAM DDR4 នេះមានន័យថាវា support ជើងសម្រាប់ RAM ដែលប្រើជាប្រភេទ DDR4 អត់អាចដាក់ DDR3 អត់ដាក់ DDR2 ឬក៏អត់អាចដាក់ DDR5 ទេអញ្ចឹងវា support បានតែ DDR4 តែប៉ុណ្ណោះយើងអាចដាក់ទៅដោតវាចូលប៉ុន្តែបើសិនជាវាជា RAM ដែលយើងប្រើនេះបាទ RAM ដែលយើងទិញយកមកហ្នឹងវាជាប្រភេទ DDR5 យកមកដាក់ជាមួយនឹង motherboard Gigabyte H310M នេះគឺដាក់ទៅអត់ចូលទេបាទទាមទារឲ្យយើងប្រើតែ DDR4 ទេទើបអាចដាក់វាចូលអូខេអញ្ចឹងហើយគេបានបញ្ជាក់ដែរការ support ទៅលើ RAM វាគឺមានន័យថាជាទំហំរបស់ RAM យើងទំហំរបស់ RAM ដែលយើងស្គាល់ទូទៅពេលបច្ចុប្បន្នមាន 2G 4G 8G 16G 32G 64G ត្រូវទេអញ្ចឹងប៉ុន្តែនៅក្នុងនេះ motherboard គេបានបញ្ជាក់ឲ្យ support ខ្ពស់បំផុតគឺត្រឹមតែ 32G ទេបាទ support ខ្ពស់បំផុតគឺបានត្រឹមតែ 32G វាជាប្រភេទមួយទៀតខាងទី2នោះគេហៅថា dual channel បាទ dual channel មានន័យថាមានជើង2ហ្នឹងឯងបាទហើយ support DDR4 នេះគឺចាប់ពីអីនេះតទៅជាមួយចំនួន megahertz របស់វាតទៅជាមួយនឹង megahertz ជាទូទៅនៅពេលយើងទិញ RAM វាមានទំហំ hertz ដែលគេបានបញ្ជាក់នៅក្នុងហ្នឹងគឺ m hertz បាទអញ្ចឹង m hertz ហ្នឹងគឺ megahertz ហ្នឹងគឺសំដៅលើអីមានន័យថាករណីមានន័យថានៅក្នុង RAM ដែលខ្ញុំបានបង្ហាញនេះមាន2666មាន2400មាន2113 MHz memory module បាទ module ហ្នឹងអូខេអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់គេបានបញ្ជាក់ស្រាច់ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាទិញ RAM ដែលមានទំហំខុសហ្នឹងមានន័យថាវាអត់ស្គាល់គ្នាទេដាក់អត់ត្រូវដែរទៅបីដោតចូលក៏ដោយក៏វាអត់ស្គាល់ដែរដូចជាបច្ចុប្បន្ន DDR4 មានដូចជា 3000Hz 3200Hz មានដូចជាលើសហ្នឹងទៅទៀតបាទខ្ញុំអត់ច្បាស់ពីទំហំទេដោយសារយើងអត់បានទៅស្រាវជ្រាវលម្អិតអំពីបញ្ហាហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាត្រូវទិញ RAM ដែលមានកម្លាំងប៉ុណ្ណឹងអានេះគឺជាកម្លាំងរបស់ RAM មិនមែនជាទំហំរបស់ RAM ទេកម្លាំងរបស់ RAM បាទតែមាន speed up របស់វាគឺប៉ុណ្ណឹង support for DDR4 ដែលមាន memory bundle របស់វាហ្នឹងបាទនេះអូខេអញ្ចឹងកន្លែងផ្សេងទៀតខ្ញុំអត់និយាយទេព្រោះគាត់តែចង់បញ្ជាក់ថា memory ដែលគាត់ support បាទនេះគឺ support តែអាហ្នឹងបាទអញ្ចឹងអ្នកនរនេះទិញ RAM ប្រភេទ DDR4 ដែលមាន
ប៉ុណ្ណឹងមកបានហើយអញ្ចឹងនៅក្នុងចំណុចហ្នឹងអ្នកទាំងអស់គ្នាអាចទិញ RAM ដែលមានកម្លាំងប៉ុណ្ណឹងទី1 GB H210M 8.0 នេះគឺ support ទំហំ RAM ហ្នឹងគឺខ្ពស់បំផុតតែ 32GB ទេហើយវាជាប្រភេទ DDR4 បាទជាប្រភេទ DDR4 ហើយតាក់ទងជាមួយនឹងជើងយើងអាចដាក់វាបាន2ដើមបាទ2ដើមបើអ្នកទាំងអស់គ្នាចង់បានដាក់គ្រប់ 32GB យើងអាចដាក់32GB ហ្នឹងដាក់ 16GB 2ដើមនេះគឺគ្រប់ហើយបាទមិនយល់ channel memory architecture ហ្នឹងក៏គេបញ្ជាក់ឲ្យវាចាប់ពី2ដើម2ជើងទៅហើយ support ហ្នឹង DDR4 ដែល support ហ្នឹងគឺមានត្រឹមតែ3ទេបាទ3 module ទេគឺអីគេគឺ2666 2400 និង2133 MHz memory តែប៉ុណ្ណោះអញ្ចឹងអ្នកគ្នាអាកន្លែងហ្នឹងអ្នកគ្នាត្រូវមើលនៅពេលដែលរៀបឬក៏ពេលដែលយើងទិញត្រូវតាក់ទងហាងដើម្បីទិញយក RAM ដែលមានទំហំទៅតាមជាក់ស្ដែងដែលក្រុមហ៊ុនរបស់ Gigabyte ឬក៏ website របស់ Gigabyte H210M 8.0 ហ្នឹងគាត់បានដាក់នៅក្នុងហ្នឹងបើសិនជាអ្នកគ្នាទិញខុសពីអ្វីដែលគេបាននិយាយប្រភេទទំហំ memory នឹងខុសប្រភេទទំហំនៃ RAM នឹងខុសនោះអ្នកគ្នាដាក់ទៅវាអត់ដំណើរការទេអូខេអញ្ចឹងសម្រាប់ការ check តាក់ទងជាមួយនឹង hardware មួយនេះអ្នកទាំងអស់គ្នាប្រហែលជាមិនអាចរំលងបានទេត្រូវសម្រាប់អ្នកដែលរៀនរៀបកុំព្យូទ័រត្រូវមើលកន្លែងហ្នឹងឬក៏ស្វែងយល់កន្លែងហ្នឹងឲ្យបានស៊ីជម្រៅមិនថាមើលនៅក្នុងវីដេអូខ្ញុំឬក៏មើលនៅក្នុង website ណាឬក៏វីដេអូដទៃទេត្រូវតែព្យាយាមឲ្យបានចាប់យកចំណុចហ្នឹងដើម្បីយើងអាចរៀបកុំព្យូទ័រទៅវាអត់មានបញ្ហានៅពេលក្រោយអញ្ចឹងខ្ញុំលើកយកអំពី RAM នេះវិញដែលខ្ញុំកាន់នេះនេះគឺជា RAM DDR3 បាទទំហំរបស់វា 2G ហើយកម្លាំង Hz របស់វាគឺ1333 MHz អញ្ចឹងវាអត់ត្រូវទេសូម្បីតែជើងក៏អត់ត្រូវដែរដោយសារ RAM នេះវាជាប្រភេទ DDR3 ប៉ុន្តែបើ RAM ដែលនៅក្នុងធុងរបស់ខ្ញុំនេះគឺត្រឹមត្រូវព្រោះអីវាជាប្រភេទ DDR4 បាទ DDR4 វាជាប្រភេទ DDR4 បាទ RAM នៅក្នុងធុងកុំព្យូទ័រដែលខ្ញុំកំពុងតែបើកដំណើរការហ្នឹងវាជាប្រភេទ DDR4 2666មានន័យថាជាកម្រិតដែលខ្ពស់នៅក្នុងប្រភេទ RAM ដែលវា recommend ឲ្យនៅក្នុងmotherboard មួយហ្នឹងអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់រៀបកុំព្យូទ័រអញ្ចឹងកាលពីវីដេអូលើកមុនខ្ញុំបង្ហាញអំពី CPU ជាមួយនឹង motherboard នៅក្នុងវីដេអូលើកនេះគឺខ្ញុំបង្ហាញអំពី RAM ជាមួយនឹង motherboard សង្ឃឹមថាអ្នកនរគ្នាមើលវីដេអូនេះហើយអ្នកនរគ្នានឹងយល់អាចទិញ RAM ឲ្យត្រូវជាមួយនឹង motherboard បានបាទអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀតកុំភ្លេច like share ឬក៏ subscribe លើ channel មួយនេះផងបាទអរគុណ